បាទអញ្ចឹងខ្ញុំបិទអានេះ save នៅក្នុងអូខេ discard ក៏បានដែរបាទអញ្ចឹងចូលទៅក្នុង project របស់យើងខ្ញុំបង្កើត main form មួយបាទ main frame ដាក់ main form បាទខ្ញុំដូរ layout វាយក border បាទខ្ញុំចង់ប្រើអា menu បន្តិចmenu bar menu ខ្ញុំដាក់ថា for sorry form no not form reports ណា student list report អញ្ចឹងខ្ញុំ click ហ្នឹងខ្ញុំបង្ហាញ report នៅក្នុងនេះអញ្ចឹងដើម្បីបង្ហាញក្នុងនេះបានខ្ញុំយកជា desktop pane មួយចំដាក់ណាបាទប៉ុន្តែឥឡូវនេះគឺយើងថ្មីចេះចំពោះ iReport ដូច្នេះដើម្បីឲ្យ project របស់យើងនឹង show iReport បានទៅយក library មួយដែលខ្ញុំ copy ឲ្យណាអញ្ចឹងនៅក្នុង library នេះគឺយើង add គេ add Java ណាបាទ add Java គឺនៅតារាទេខ្ញុំអត់ចាំទេsoftware Java source iReport util ដែលខ្ញុំឲ្យទៅណាបាទគឺថាយកនេះមកទាំងមួយបាទចូលមួយហើយនឹងមួយទៀតហើយនឹងមាន7 file ទៀតណាបាទនេះក្នុងនេះមានច្រើន sorry ដោយសារតែវាមាន copy យកតែនេះបានហើយព្រោះដោយសារតែខ្ញុំដាក់វា2ដងវាឃើញ copy ណាកុំយក copy ណាតែពិតវាមានតែ7ទេប៉ុន្តែសារខ្ញុំផាក់វា2ដងវាឃើញ copy អញ្ចឹងខ្ញុំនឹងលុបវាចោលពេលក្រោយបាទតែពិតមានតែ7ទេណាបាទយល់អូខេចូលមកអញ្ចឹងខ្ញុំសរសេរកូដក្នុងនេះ double click មកធម្មតាយើងត្រូវដឹងថាiReport គឺជា report ដែលភ្ជាប់ទៅ database ដូច្នេះដើម្បីយក report មកប្រើយើងត្រូវតែមាន connection មែនទេបាទអញ្ចឹង connection ខ្ញុំបង្កើតវានៅខាងលើទៅចុះprivate connection cnt ឬក៏យើងសរសេរពេញតែម្ដងក៏បានដែរ connection fix import អត់ដល់connect យើងភ្លេចទីណោះright click ណា actual connection ហេតុអីបានវាចេញដោយសារមានច្រើនឃើញទេបើសិនមានតែមួយវាអត់ចេញអាហ្នឹងសួរយើងទេអញ្ចឹងពេលដែលរើសឲ្យត្រូវបាទអញ្ចឹងគឺថាconnection យើងសរសេរក្នុងធម្មតា connection គឺយើងសរសេរតែម្ដងក៏បានសរសេរច្រើនដងបានឥឡូវសរសេរចេះវិញចេះតោះtry ដើម្បីយើងយកcatch SQL exception បាទ ហើយ print state trace ណាអានឹងយើងមិនទិញចាំអញ្ចឹងគឺថា connection របស់យើងនេះបានមកពីណាយោងទៅលើមេរៀនរបស់យើងចាស់កុំឲ្យថាពេលមើលអាវីដេអូហ្នឹងទៅយើងអត់យល់ឃើញទេយើងមាន MySQL util របស់យើងមួយអញ្ចឹងមែនទេបាទ dot get connection ព្រោះ connection របស់យើងបាន set up រួចអស់ហើយនៅក្នុង class មួយឈ្មោះថា get connection នេះអញ្ចឹងត្រូវតែមើលអាហ្នឹងខ្លួនឯងអូខេបាទអញ្ចឹងខ្ញុំបង្កើត iReport util iReport util គឺបានមកពី Java នេះខ្ញុំយកធ្វើហ្នឹងណាបាទ
ខ្ញុំដាក់ថា all you ស្មើនឹង new I report you till ឥឡូវយើងត្រូវការអីគឺយើងត្រូវការ internal J internal frame ពីព្រោះយើងត្រូវការដាក់វាចូលក្នុង J desktop hand iframe ស្មើ new no ស្មើ all you dot create ណា create J internal frame ចឹងនៅក្នុងនេះវាមាន parameter 3ទី1គឺ connection ទី2ឈ្មោះreport file name ហើយទី3គឺ parameter ប៉ុន្តែ parameter ហ្នឹងគឺយើងកន្លែងនេះយើងអត់តមានទេ parameter មានន័យថា report យើងមកថា report យើង search មកយើងចង់ show by ID show អីហ្នឹងគឺជា parameter ដែលយើង pass ឲ្យចូលទៅចំកន្លែង where យល់ទេតែឥឡូវដោយសារតែ report យើងអត់តមាន parameter គឺទីមកយកទាំងអស់សិនដូច្នេះយើងដាក់ចឹងសិនអូខេឥឡូវreport file name បានមកពីណា report file name គឺយើងត្រូវសរសេរថា input stream ស្មើនឹង get class តែកន្លែងហ្នឹងយើងអាចទិញចាំហ្នឹងទៅ get resource stream បាទ file ហ្នឹងនៅណា file ហ្នឹងគឺនៅក្នុង folder report មែនទេនេះចឹងហ៎បាទអញ្ចឹងយើងសរសេរដាក់ថា /report as student list.jasper ណាបាទអញ្ចឹងអានេះfix import អូខេហើយកន្លែងនេះយើងតាមពិតអាហ្នឹងគឺជាឈ្មោះ file នេះreport file name ណាបាទប៉ុន្តែហេតុអីបានអានេះវាខុសអញ្ចឹងយើងគួរតែដូរដាក់វាថា exception ទៅបានហើយពីព្រោះក្នុងហ្នឹងយើងអត់មានសរសេរ SQL ទេផងណាបាទអញ្ចឹងយើងដាក់ iframe មួយហើយបាទយើងបិទដើម្បីឲ្យឃើញកូដពេញលេញណាអញ្ចឹង iframe no J desktop time dot add iframe ហើយ complete iframe set visible true ចឹងណាហើយបើតាមពិតទៅកន្លែងនេះយើងត្រូវសរសេរច្រើនណាស់នៅចន្លោះនេះមកដល់ចន្លោះនេះបើយើងអត់មានអា class I report util របស់ខ្ញុំទេយើងសរសេរច្រើនណាស់ឥឡូវមិនបាច់ទេយកប្រើចឹងស្រួលឥឡូវខ្ញុំរាំណា report student list report មាន error ទេណាកាលណាវារៀងយូរអញ្ចឹងមានន័យថាវាដើរហើយព្រោះវាទាញ data ពី database មកហើយណាត្រូវណាបាទនេះហើយយើងចង់ print ចង់អីបានមក displayតែចិត្ត save ទៅអីបានទាំងអស់ណាអញ្ចឹងអ្វីដែលយើងត្រូវរៀនយើងរៀនតែពីរបៀប design report ទេ report យើងចង់បាន report ចេះតែ design របៀបម៉េចយើងត្រូវទៅ say query របៀបម៉េចមែនទេហើយបើសិនយើងត្រូវប្រើ where តែយើង pass parameter ទៅរបៀបម៉េចយើងនឹងរៀនមេរៀនបន្តអូខេចប់